លោកស្រីធិនបតជាកសិករមួយរូបនៅក្នុងឃុំរិស័យកែវស្រុកព្រៃប្រសពខេត្តក្រចេះជាកសិករដែលបានរៀនពីការដាំដុះបន្លែតាមបែបបច្ចេកវិទ្យាថ្មីលោកស្រីជាកសិករគំរូមួយរូបនៅក្នុងភូមិដែលទទួលបានវិញ្ញាបនបត្របញ្ជាក់ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះផ្នែកដាំដុះបន្លែសុវត្ថិភាពដោយគ្មានសារធាតុគីមី ខ្ញុំរៀនចេះពីខាងដូចថាទៅប្រូគេមន្ទីរប្រមូលផ្ដុំជាម្ដុំអញ្ចឹងទៅមន្ទីរក៏បានជួយបង្រៀនឲ្យសប្បាយចិត្តណាដូចបានគេយកចិត្តទុកដាក់ដល់កសិករអញ្ចឹងណាចំការរបស់លោកស្រីធិនបុតមានដាំបន្លែជាច្រើនមុខដែលមានដូចជាម្ទេសសត្រប់វែងត្រប់ស្រួយស្ពៃក្តោបផ្កាខាត់ណាននងត្រឡាច់ម្ទេសហាវ៉ៃនិងប៉េងប៉ោះឈើរីជាដើមលោកស្រីបានបន្តថាក្នុងមួយថ្ងៃលោកស្រីអាចប្រមូលផលបានពីបន្លែទាំងអស់នោះចន្លោះពី100ទៅ200គីឡូក្រាមចំពោះទីផ្សារវិញគឺមិនពិបាកលក់ទេលោកស្រីមានអ្នកចាំទទួលទិញជាប្រចាំហើយបន្លែទាំងអស់ដែលលោកស្រីដាំគឺដាំទៅតាមអ្វីដែលទីផ្សារត្រូវការជាពិសេសបន្លែរបស់គាត់ក៏ដូចជានៅក្នុងសហគមន៍នេះគឺមិនមានប្រើសារធាតុគីមីប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះទេកត្តាទាំងនេះហើយនាំឲ្យលោកស្រីនិងសហគមន៍បន្លែសុវត្ថិភាពតាមឲ្យលើទទួលបានការបញ្ជាទិញពីអតិថិជនមិនចេះដាច់ហើយទទួលបានប្រាក់កម្រៃសម្រាប់គ្រប់គ្រងក្នុងគ្រួសារជារៀងរាល់ថ្ងៃខ្ញុំជាបេក្ខជនមួយដែលដាំបន្លែមានសញ្ញាបត្រខាងមន្ទីរចេញឲ្យខ្ញុំបានសញ្ញាបត្រនឹងមកស្រួលខ្ញុំស្រួលលក់ហើយទៅអ្នកភូមិគេទុកចិត្តខ្ញុំសប្បាយចិត្តដូចថាជីវភាពក៏យើងបានចេះទៅវាបានជីវភាពធូរថេរនិយាយទៅថាសប្បាយចិត្តខុសពីមុនឆ្ងាយពីមុនមកខ្ញុំដាំតាមត្រឡប់ដូនតាខ្ញុំមិនបានលុយទេខ្ញុំបានលុយតិចតួចដល់ពេលឥឡូវខ្ញុំដាំតាមបច្ចេកទេសខ្ញុំមានលុយឲ្យកូនខ្ញុំរៀនកូនខ្ញុំរៀនគ្រូធ្វើពេទ្យ2នាក់អីអញ្ចឹងខ្ញុំមានលុយផ្គត់ផ្គង់ឲ្យកូនខ្ញុំរៀនដោយសារខ្ញុំដាំតាមបច្ចេកទេសទាំងអស់ហើយទៅដូចកូនខ្ញុំទៅរៀន2នាក់ហ្នឹងឥឡូវហ្នឹងក៏កូនខ្ញុំបានការងាររត់ធ្វើទាំងអស់គ្នានិយាយទៅសប្បាយចិត្តរកអីប្រៀបក្មេងគ្រួសារដល់ពេលអញ្ចឹងពីមុនមកយើងគ្រួសារខ្ញុំនិយាយទៅច្រើនមុខរបរពីមុនមកនៅតែអត់ធូរថេរដូចខ្ញុំដាំបន្លែដែរដល់ពេលខ្ញុំដាំបន្លែហ្នឹងខ្ញុំបានធូរច្រើនមុខរបរពីមុនខ្ញុំហត់ខ្ញុំនឿយច្រើនហត់នឿយខ្លាំងណាដល់ពេលឥឡូវហ្នឹងខ្ញុំបានដាំតាមទម្លាប់ចែកទេសហ្នឹងមកវាធូរហើយទៅរកចំណូលបានច្រើនក្នុងមួយថ្ងៃអញ្ចឹងណាគ្រូខ្ញុំដាំដំណាំវល់ជុំមួយឆ្នាំពេញទោះតែបើថាមានទឹកឡើងលឿនខ្លាំងអញ្ចឹងទៅលិចដីខ្ញុំទៅបានខ្ញុំឈប់អញ្ចឹងបើទឹកអត់លិចដីទេខ្ញុំបានប្រមូលផលរហូតមួយឆ្នាំលុយចូលរហងៃខ្ញុំចេះល្បីគាត់ថាខាងគាត់ហ្នឹងខាងដាំបានធ្វើដៃល្អតោះអញ្ចឹងក៏មកដូចជាធ្វើអីទេក៏ឃើញក្តឹមទេគាត់ក៏សួរខាងចែបានច្រើនណាណោះច្រើនតែយកខ្លះអីខ្ញុំក៏ថាយកតាពេលទៅក៏បេះបានតិចអញ្ចឹងទៅថ្ងៃខ្លះច្រើនហ្នឹងទៅតពី3ថ្ងៃបើខ្ញុំយកទៅម្ដងគាត់ធ្វើល្អបានល្អព្រោះថាដូចជាទ្របអីគាត់មើលគាត់ពមៀលឲ្យបានស្អាតបានគាត់ច្រកឲ្យយើងមិនគាត់ចេះតែដាក់ទៅទេបើអ្នកខ្លះគេចេះដាក់អញ្ចឹងណាដល់របស់គាត់ល្អគាត់ធ្វើអីបានស្អាតព្រៃខ្ញុំនិយាយថាគាត់មកយកអញ្ចឹងឃើញគាត់មុននឹងគាត់ច្រកថងឲ្យយើងគាត់ពមៀលមើលឲ្យស្អាតបានគាត់ដាក់ដែររបស់អត់ល្អគាត់អត់ដាក់ទេស្រួលរបស់គាត់យកទៅស្រួលលក់ព្រោះគាត់ធ្វើឲ្យយើងបានស្អាតកសិករដាំបន្លែនៅទីនេះពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំងក្រោយពីទទួលបានការរៀនសូត្របណ្ដុះបណ្ដាលពីមន្ទីរជំនាញអង្គការដៃគូនានាបានបង្ហាត់បង្រៀនដល់ពួកគាត់នៅបច្ចេកវិទ្យាថ្មីនៃការដាំដុះបន្លែសុវត្ថិភាពដែលធ្វើឲ្យពួកគាត់អាចរកប្រាក់ចំណូលក្នុងគ្រួសារបានជារៀងរាល់ថ្ងៃដោយការប្រមូលទិន្នផលពីបន្លែបង្ការរបស់ពួកគាត់ធ្វើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់មានភាពល្អប្រសើរឡើងអរគុណដល់គម្រោងចុះមកបង្រៀនខាងកសិកម្មនឹងឲ្យខ្ញុំចេះដាំបន្លែសពមុខទាំងអស់ហ្នឹងពីមុនហ្នឹងដាំតាមធម្មតាហ្នឹងអត់បានផលទេដូចថាបានតិចតួចដល់ពេលមកដាំឥឡូវតាមរែងគេចុះមកបង្រៀននឹងខាងកសិកម្មហ្នឹងខ្ញុំបានផលច្រើនខែរាំងមិនគូនៅតែបានដែរបាទប្រាក់ចំណូលចូលរាល់ថ្ងៃ
ការដាំដុះបន្លែបែបបច្ចេកវិទ្យាថ្មីរបស់កសិករនៅសហគមន៍បន្លែសុវត្ថិភាពតាមឲ្យលើបានប្រែក្លាយជីវភាពរបស់ពួកគាត់បានធូរធារមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃពួកគាត់ក៏បានសំណូមពរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមមេត្តាជួយគាំទ្រដល់សហគមន៍របស់គាត់ជាបន្តទៀត